ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកជួបជាមួយនឹងយើងខ្ញុំត្រកសិករខ្មែរទៀតហើយចាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអំពីការបង្កាត់កែសញីកែសឈ្មោលរបស់ផ្កាទុរេនដោយកតាមនុស្សជាអ្នកជួយបោសបន្ថែមចាដោយដែលយើងដឹងហើយថាគ្រប់រុក្ខជាតិទាំងអស់ត្រូវការបង្កាត់នៅកែសញីនិងកែសឈ្មោលបញ្ចូលគ្នាដើម្បីបង្កើតបានជាផ្លែផ្កាហើយក្នុងការបង្កាត់នៅកែសញីកែសឈ្មោលនេះផងដែរមានកត្តាចូលរួម3ចាកត្តាទី1គឺកត្តាមនុស្សជួយកត្តាទី2គឺកត្តាសត្វនិងកត្តាទី3គឺកត្តាខ្យល់ចា3នេះចូលរួមគឺជួយបង្កើតនៅការបង្កាត់នៅកែសញីកែសឈ្មោលតោះឥឡូវយើងទៅមើលលម្អិតទាំងអស់គ្នាថាតើហេតុអ្វីបានជាយើងត្រូវជួយបោះបន្ថែមហើយនឹងទៅស្វែងយល់បន្ថែមអំពីធម្មជាតិរបស់វាសឈ្មោលនេះគឺចាចឹងតរេនវាជាតំណាំដែលមានកេសរញីកេសរឈ្មោលនៅមួយគ្នាតែការកាន់របស់វាអត់មួយបងប្អូននេះបានទេគឺត្រូវឆ្លងពីផ្កាមួយផ្សេងគ្នាឆ្លាស់មកផ្កាមួយអញ្ចឹងដើម្បីឲ្យវាកាន់ក្តាប់កាន់ផ្កាល្អលុះត្រាហ្នឹងមានទី1យើងជួយបង្កាត់វាដោយការបោសទី2ខ្យល់ទី3គឺវាមានពពួកសត្វល្អិតប្រភេទឃ្មុំមកបឺតលំអងហ្នឹងគឺវាផ្ដិតមកធ្វើឲ្យជាប់ហើយមួយទៀតយើងត្រូវចេះសង្កេតមើលផ្កាដែលវ័យយើងត្រូវបោសគឺយើងត្រូវដឹងថាវាខ្ចាយចាប់ពីម៉ោងម៉ានហើយយើងត្រូវបោសតាំងពីម៉ោងម៉ាននេះយើងត្រូវដឹងព្រោះអីការចាប់ផ្ដើមរីកចាប់ពីម៉ោង5 6ហ្នឹងចាប់ផ្ដើមរីកបដាហើយម៉ោង7 8 9ហ្នឹងគឺចាប់ផ្ដើមរីកមកយើងបោសអញ្ចឹងយើងត្រូវសង្កេតមើលនេះគឺសភេទញីនេះលៀននេះអញ្ចឹងយើងត្រូវភ្នែកយើងច្បាស់នេះម៉ោង7យើងចាប់ផ្ដើមមើលថាកេសរភេទញីហ្នឹងវាមានទឹកថ្លាសនៅជាប់ហ្នឹងអត់វាចាប់ផ្ដើមមានទឹករំអិលឬក៏ទឹកហ្នឹងណាហើយបានយើងគិតថាបើវាមានទឹករំអិលធ្លាក់មកហើយគឺវ័យដែលយើងត្រូវបោសបង្កាត់វាហើយយើងត្រូវបោសមកយកកេសរភេទឈ្មោលមកបោសពីអានេះលំអងនេះមកប៉ះនៅអានេះអញ្ចឹងភាគរយកាន់ 100% ចាហ្នឹងណាតែវាយើងអត់បានសង្កេតទេខ្លាំងណាស់អាកាសធាតុមិនអំណោយផលអីវាធ្វើឲ្យណែទឹកយើងចេះតែបោសយើងអត់បានសង្កេតមើលទឹកហ្នឹងណាចាទឹកកន្លែងចុងហ្នឹងអញ្ចឹងភាគរយយើងបោសហើយក៏អត់កាន់ដែរហ្នឹងអាហ្នឹងតិចនិចដែលយើងត្រូវសង្កេតមើលចាហ្នឹងហើយអញ្ចឹងចំណុចដែលយើងត្រូវមើលគឺមុនបោសមើលសិនដល់មានទឹកហ្នឹងហើយចាប់ផ្ដើមបោសទៅបើតែអត់ទាន់មានទឹកហ្នឹងទេគុំទាន់ចានេះគឺជាសកម្មភាពក្នុងការបោសផ្កាទុរេនហើយក្នុងការបោសផ្កាទុរេននេះគឺយើងបោសថ្នមដើម្បីការពារកុំឲ្យបាក់នៅកេសរភេទញីចាបើកាលណាបាក់នៅកេសរភេទញីគឺមិនកាន់ក្តាប់ទេហេតុអ្វីបានជាយើងត្រូវបោសផ្កាទុរេនចាគឺដើម្បីឲ្យលំអងភេទឈ្មោលទៅប៉ះជាមួយនឹងលំអងភេទញីដើម្បីឲ្យវាកាន់ក្តាប់កាន់តែច្រើនចាទាំងអស់នេះគឺជាអត្ថប្រយោជន៍នៃការបោសផ្កាទុរេនបើសិនជាអស់លោកអ្នកគិតថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like និងចែករំលែកបន្តផងហើយបើសិនជាអស់លោកអ្នកមានចម្ងល់តាក់ទងជាមួយនឹងកំឡុងពេលបោសផ្កាទុរេនសូមតាក់ទងមកយើងបានគ្រប់ពេលចាសូមអរគុណ